មក Kid Farm នឹងទឹកធ្លាក់ជ្រាវមួយថ្ងៃវល់ងាយជាមួយគ្នាជំរាបសួរក៏ដូចជាសួស្តីស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងសិក្សានុសិស្សបានធ្វើដំណើរ Kid Farm កសិទេសចរដែលទិដ្ឋបាលថ្មីនៅឯខេត្តកំពង់ឆ្នាំងធ្វើដំណើរត្រឹមតែរយៈពេល2ម៉ោងជាងតែប៉ុណ្ណោះយើងនឹងមកដល់កន្លែងស្រស់ស្អាតវាស្មៅខៀវខ្ចីទឹកធ្លាក់គ្រឿនគឺនៅតំបន់នេះហើយទាំងអស់គ្នាសម្រាប់ចូលតម្លៃត្រឹមតែ$5តែប៉ុណ្ណោះហើយចំពោះ$5ហ្នឹងយើងក៏អាចបដូរជាភេសជ្ជៈដែលមានស្រាប់នៅទីតាំងគាត់ផ្ទាល់តែម្ដងហើយសម្រាប់សត្វវិញគាត់មានច្រើនមុខច្រើនបែបខ្លាំងមែនទែនហើយឈួតគួរឲ្យស្រឡាញ់ខ្លាំងណាស់ពីខ្ញុំផ្ទាល់កន្លែងនេះស្រស់ស្អាតហើយប្លែកភ្នែកហើយស្រស់ស្រាយខ្លាំងជាមួយនឹងអ្នកដែលស្រឡាញ់សត្វនិងចូលចិត្តទស្សនាសត្វមកកន្លែងនេះគាត់អាចឃើញពីទេសភាពប្លែកៗដូចជាវងជៀមទាំងវងតែម្ដងនៅកន្លែងនេះច្រើនខ្លាំងមែនតើបាក់3000ក្បាលជាងណានឹងលេងជាមួយសត្វជៀមហើយយើងក៏មានជាមេរៀនខ្លីរៀនជាមួយគ្នាដែលសិស្សានុសិស្សទាំងអស់ក៏បានខិតខំរៀបចំខ្លាំងមែនតើដោយមានការជ្រុំជ្រែងពីលោកគ្រូអ្នកគ្រូតាមថ្នាក់នីមួយៗគាត់មានការសម្ដែងផងមានការច្រៀងផងមានការចែករំលែកនៅអ្វីដែលគាត់បានរៀនបានផងគឺល្អខ្លាំងមែនតើដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមកជាពិសេសនោះគឺឲ្យគាត់បានស្គាល់និងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចាប់ពី Kid Farm ទៅយើងក៏បន្តដំណើរទៅមកកន្លែងទៀតដែលមានឈ្មោះថាទឹកធ្លាក់ជ្រាវមិនឆ្ងាយពីគ្នាប្រហែលទេបងប្អូនត្រឹមរយៈពេលតែកន្លះម៉ោងជាងទៅ1ម៉ោងតែប៉ុណ្ណោះយើងនឹងដល់ទីតាំងស្រស់ស្អាតមួយនេះហើយវិញឲ្យទៅជាស្រេបតែម្ដងសម្រាប់បងដែលចូលចិត្តបោះតង់មកទីនេះគឺមួយថ្ងៃវេលាងាយទៅ Kid Farm និងទឹកធ្លាក់ជ្រាវរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗបន្តទៀតអរគុណ